ថាចេញវីដេអូចែកម្លែកជាមួយនឹងម៉ាស៊ីនឆុងទឹកដោះគោនេះយូរហើយតាំងពីកូន baby អត់ទាន់កើតរហូតដល់ baby 7 ខែទៅមានពេលចេញវីដេអូជាមួយនឹងម៉ាស៊ីនឆុងទឹកដោះគោនេះនិយាយទៅប៉ាម៉ាក់ថ្មីថ្មោងអាចជ្រើសរើសយកប្រភេទម៉ាស៊ីនឆុងទឹកដោះគោគឺងាយស្រួលមែនតើតែម្ដងសម្រាប់ខ្ញុំពេលខ្ញុំថ្មីថ្មោងអូន clean ខ្លាំងមែនតើពេលយប់ឡើងងើបមកមីងមាំងយើងអត់ល្ងុយផងអីហងណាអញ្ចឹងវាងាយនឹងឆុងឲ្យកូនខុសមែនតើសម្រាប់ខ្ញុំឯណាតែបើសម្រាប់អ្នកដែលគាត់អាចឆុងជាមួយនឹងពងទឹកក្តៅបានគាត់មិនបាច់ត្រូវការម៉ាស៊ីនឆុងទឹកដោះគោទេតែសម្រាប់ខ្ញុំគឺខ្ញុំត្រូវការម៉ាស៊ីននេះខ្លាំងដោយសារម៉ាស៊ីននេះគឺវាងាយស្រួលមែនតើតែម្ដងគ្រាន់តែយើងដាក់ម្សៅទឹកដោះគោហើយយើងដាក់ទឹកនៅខាងក្រោយនេះណាយើងដាក់ទឹកនៅខាងក្រោយហ្នឹងទៅគឺវាលាយឲ្យយើងហើយស្រាប់បងអញ្ចឹងវាងាយស្រួលមែនតើអញ្ចឹងវាស៊ីសងទៅលើទឹកដោះគោដែលបងប្រើដែរសម្រាប់ខ្ញុំគឺខ្ញុំប្រើជាមួយនឹង Bob Goat Milk នេះណាអញ្ចឹងយើងអាចមើលតាមនេះបានថាយើងត្រូវ set up វាបែបណាអញ្ចឹងណាអញ្ចឹងអានេះ60គឺមកសភេអញ្ចឹងខ្ញុំ set up តាមនឹងទៅគឺយើងទិញមកដំបូងគឺគេមាន instruction ឲ្យយើងសម្រាប់យើង follow ឲ្យយើង set up តាមនឹងអញ្ចឹងណាហើយនេះងាយស្រួលមែនតើតែម្ដងបងចង់បាន120ដល់120ចង់បាន150 180អីគឺយើងនិយាយទៅគឺមាន function ឲ្យយើងចុចអញ្ចឹងណាហើយគេមានកាមកណ្ដៅគឺមានបើយើងសិនជាយើងត្រូវការតែទឹកក្តៅអូនទេគឺយើងអាចចុចទឹកក្តៅអូនបានហើយអានេះគឺងាយស្រួលមែនតើបើសិនជាវាអស់ទឹកគឺវារំលោភនៅលើនេះឲ្យយើងឃើញហ្មងណាអញ្ចឹងសម្រាប់មានម៉ាស៊ីននេះមួយគឺដូចលក្ខណៈបែប live server មួយផ្នែកសម្រាប់ខ្ញុំមែនតើខ្ញុំដាក់120អញ្ចឹងណាហើយខ្ញុំចុចវាលាយយើងស្រាប់បងចុចទៅអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់បានម៉ាស៊ីនចង់ទៅដល់គោអាចជ្រើសរើសម៉ាស៊ីននេះបានខ្ញុំអត់មានលក់ទេតែគាត់ថាអានេះវាស្រួលប្រើបាទខ្ញុំជួយចែករំលែកទៅប៉ាថ្មីថ្មោងអញ្ចឹងណាម៉ាស៊ីននេះថងទឹកដោះគោ3ទៅ4ដងអីគឺគេទាមទារយើងត្រូវ clean នេះហើយដោយសារទឹកដោះគោពេលដែលយើងឆុងមកគឺវារៀងកកនៅកន្លែងនេះអញ្ចឹងយើងអាសា clean វាទៅរួចជាការស្រេចហើយពេលដែលគេត្រូវការយើង clean ហ្នឹងគឺគេមានលក់សញ្ញាចាហើយដល់ពេលហើយយើងយកវាចូលវិញទៅគឺវាបាត់សញ្ញាហ្នឹងហើយអញ្ចឹងមានម៉ាស៊ីននេះមួយគឺងាយស្រួលមែនតើតែម្ដងចុះសម្រាប់ម៉ាស៊ីននេះបងអាចឆែកមើលតាម website Amazon ក៏មានបងអាចឆែកក្រុមហ៊ុន Baby Pressure ក៏មានឬក៏ឆែកនៅ Baby Bunting ក៏មានដែរអញ្ចឹងម៉ាស៊ីននេះគឺអាចរកបានតាមនឹងបានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណ